សូមស្វាគមន៍វិលមកជួបគ្នាមកកាន់វីដេអូករណីឃាតកម្មដែលល្បីកើតឡើងនៅជុំវិញពិភពលោកសម្រាប់វីដេអូថ្ងៃនេះដែរយើងមានករណីដែលបានកើតឡើងទៅលើជនរងគ្រោះដែលជាក្រុម The Girl Go For រួមមានស្ត្រី4នាក់ដែលជនល្មើសបានលបួងយកទៅសម្លាប់និងបានខ្ចប់សាកសពដើម្បីបោះចោលហើយជនល្មើសថែមទាំងបានយកទូរស័ព្ទរបស់ជនរងគ្រោះខលទៅសាច់ញាតិរបស់ជនរងគ្រោះហើយបានប្រាប់ថាជនរងគ្រោះគឺបានស្លាប់បាត់ហើយដើម្បីជាការធ្វើទារុណកម្មផ្លូវចិត្តដល់សាច់ញាតិរបស់ជនរងគ្រោះហើយនៅវីដេអូក្រោយខ្ញុំនឹងមានរឿងក្តីមួយដែលបានកើតឡើងចំពោះក្មេងស្រីជំទង់ក៏ច្រើនអ្នកដែរដែលជនល្មើសបានលបួងយកទៅសម្លាប់ថែមទាំងបំពេញរាងកាយរួចហើយបានសម្លាប់និងបំបែកសាកសពបោះចោលនៅក្នុងលូទឹកស្អុយហើយមិនត្រឹមតែប៉ុណ្ណឹងទេជនល្មើសថែមទាំងបានបរិភោគនៅសាច់របស់ជនរងគ្រោះខ្លះទៀតផងវិលមកកាន់ករណីរបស់យើងវិញអស់រយៈពេលជាង13ឆ្នាំដែលប៉ូលីសរដ្ឋញូវយ៉កបានជិះក្បាលនឹងវង្វេងក្នុងផ្លូវងងឹតដោយសារតែឃាតករម្នាក់នេះឃាតករដែលបានយកតំបន់ឆ្នេរដ៏ស្ងាត់ជ្រងំធ្វើជាកន្លែងលាក់ទុកនៅអាថ៌កំបាំងដ៏រន្ធត់បំផុតរបស់ខ្លួនសាកសពស្ត្រីជាច្រើនអ្នកត្រូវបានរកឃើញនៅទីនោះដោយរុំក្នុងបាវក្រណាត់ការ៉ុងតើបរិមម្នាក់នោះអាចបោកប្រាស់ភ្នែកសមត្ថកិច្ចបោកប្រាស់ប្រពន្ធកូននិងអ្នកជិតខាងរបស់ខ្លួនអស់កន្លះជីវិតដោយរបៀបណាថ្ងៃនេះយើងនឹងទៅបកស្បែកមុខនឹងអាថ៌កំបាំងដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រអក្រិតកម្មអាមេរិកក្នុងករណីឃាតកម្មស៊េរីលើឆ្នេរ Gilgo បាទសូមស្វាគមន៍ប្រិយមិត្តទាំងអស់មកកាន់វីដេអូរបស់ខ្ញុំថ្ងៃនេះយើងនឹងនាំប្រិយមិត្តគ្រប់គ្នានិងអារម្មណ៍របស់អ្នកទាំងអស់គ្នាចូលទៅក្នុងករណីរឿងពិតដ៏រន្ធត់និងស្មុគស្មាញបំផុតមួយដែលទើបតែត្រូវបានលាតត្រដាងពន្លឺកាលពីពេលថ្មីនេះសូមកុំភ្លេចចុច Subscribe និងរូបកណ្ដឹងដើម្បីកុំឲ្យខកខានរាល់រឿងរ៉ាវផ្សេងទៀតដែលខ្ញុំនឹងនាំមកជូនឥឡូវនេះសូមរួមដំណើរជាមួយនឹងខ្ញុំទាំងអស់គ្នានៅក្នុងករណីឆ្នេរ Gilgo ជនរងគ្រោះដំបូងដែលប៉ូលីសបានរកឃើញហើយត្រូវបានគេហៅថាជាក្រុម The Gilgo 4រួមមានស្ត្រី4នាក់ដែលមានជោគវាសនាស្រដៀងគ្នាពួកគេទាំងអស់សុទ្ធតែជាអ្នកផ្ដល់សេវាកម្មផ្លូវភេទតាមប្រព័ន្ធអនឡាញដែលប្រើប្រាស់គេហទំព័រដើម្បីស្វែងរកអតិថិជនដែលនោះជាចំណុចខ្សោយដែលឃាតករប្រើដើម្បីកំណត់គោលដៅជនរងគ្រោះទាំង4នាក់មានដូចជា Maureen Brenna, Melissa Barthelemy, Megan Ratherman, Amberlyn Costello Maureen Brenna កើតនៅថ្ងៃទី14ខែកក្កដាឆ្នាំ1982នៅរដ្ឋ Connecticut នាងមានអាយុ25ឆ្នាំនៅពេលដែលនាងបានបាត់ខ្លួន Maureen គឺជាម្ដាយដ៏មានក្តីស្រឡាញ់ម្នាក់ដែលមានកូន2នាក់នាងជាមនុស្សដែលចូលចិត្តនិងស្រឡាញ់កូនរបស់នាងខ្លាំងបំផុតនាងធ្លាប់មានក្តីស្រមៃចង់ក្លាយជាអ្នកនិពន្ធម្នាក់ប៉ុន្តែដោយសារតែបញ្ហាហិរញ្ញវត្ថុនិងការគំរាមកំហែងបណ្ដេញចេញពីផ្ទះជួលនាងត្រូវបានបង្ខំចិត្តឈានជើងចូលក្នុងរបរផ្ដល់សេវាកម្មផ្លូវភេទដើម្បីរកប្រាក់មកចិញ្ចឹមកូននាងបានធ្វើដំណើរទៅទីក្រុងញូវយ៉កហើយត្រូវបានគេឃើញចុងក្រោយនៅថ្ងៃទី9ខែកក្កដាឆ្នាំ2007ហើយទី2 Melissa Barthelemy ហើយ Melissa កើតនៅថ្ងៃទី14ខែមេសាឆ្នាំ1984នៅទីក្រុង Fort Falls នាងមានអាយុ24ឆ្នាំនៅពេលដែលបាត់ខ្លួន Melissa មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងប្អូនស្រីរបស់នាងខ្លាំងណាស់នាងជាមនុស្សស្រឡាញ់ប្អូនស្រីបំផុតនិងមានមហិច្ឆតាខ្ពស់នាងបានផ្លាស់មកនៅញូវយ៉កក្នុងក្តីសង្ឃឹមចង់បើកហាងកាត់សក់ផ្ទាល់ខ្លួនមួយនាងចង់មានជីវិតឯករាជ្យនិងជួយជ្រោមជ្រែងគ្រួសារនាងបានបាត់ខ្លួននៅថ្ងៃទី10ខែកក្កដាឆ្នាំ2009បន្ទាប់ពីបានដើរចេញពី apartment របស់នាងដើម្បីទៅជួបអតិថិជនម្នាក់ជនរងគ្រោះទី3គឺ Megan Ratherman នាងបានកើតនៅថ្ងៃទី18ខែមករាឆ្នាំ1988នៅរដ្ឋ Maine នាងមានអាយុត្រឹមតែ22ឆ្នាំប៉ុណ្ណោះ Megan គឺជាម្ដាយរបស់កូនស្រីតូចម្នាក់អាយុ4ឆ្នាំដែលនាងស្រឡាញ់ស្ទើរស្មើជីវិតក្រុមគ្រួសារពិពណ៌នាថានាងជាមនុស្សដែលចូលចិត្តភាពសប្បាយរីករាយនិងស្មោះត្រង់នាងបានបាត់ខ្លួននៅថ្ងៃទី6ខែមិថុនាឆ្នាំ2010ពីសន្តាគារមួយកន្លែងនៅតំបន់ Hasbro
ចំណែកឯជនរងគ្រោះទី4គឺ Amberlen Costello នាងកើតនៅថ្ងៃទី25 ខែតុលាឆ្នាំ1988នៅរដ្ឋ Minton នាងមានអាយុ27ឆ្នាំនៅពេលដែលបាត់ខ្លួនហើយ Amber គឺជាស្ត្រីដែលមានសម្លេងផ្អែមនិងពូកែយកចិត្តអ្នកដទៃប៉ុន្តែជីវិតរបស់នាងបានជួបព្យុះភ្លៀងនាងបានធ្លាក់ក្នុងអន្លង់នៃគ្រឿងញៀននិងកំពុងព្យាយាមតស៊ូប្រយុទ្ធប្រឆាំងនឹងវាយ៉ាងខ្លាំងនាងបានបាត់ខ្លួននៅថ្ងៃទី2ខែកញ្ញាឆ្នាំ2010បន្ទាប់ពីមានបុរសម្នាក់បានទូរស័ព្ទណាត់ជួបដោយផ្ដល់ប្រាក់យ៉ាងច្រើនរហូតទៅដល់$1,500ហើយពួកនាងត្រូវបានគេប្រទះឃើញសាកសពនៅម្ដុំឆ្នេរ Glasgow ដោយខុសតែពេលវេលាគ្នាប៉ុណ្ណោះបើយើងធ្វើដំណើរទៅកាន់ Long Island មានចម្ងាយប្រហែល1ម៉ោងពីទីក្រុង New York នៅតាមបណ្ដោយមហាវិថី Ocean Parkway មានឆ្នេរខ្សាច់មួយមានឈ្មោះថាឆ្នេរGlasgow វាគឺជាតំបន់ឆ្នេរដ៏វែងអន្លាយព័ទ្ធជុំវិញទៅដោយព្រៃកំទេចឈើនិងស្មៅសមុទ្រក្រាស់ៗដែលដុះខ្ពស់ៗនៅរដូវក្តៅទីនោះមានកន្លែងកម្សាន្តប៉ុន្តែនៅរដូវរងាឬនៅពេលយប់ទីនោះប្រែជាស្ងប់ស្ងាត់ជ្រងំងងឹតស្លុបនិងគ្មានមនុស្សរស់នៅឡើយមានតែផ្លូវកៅស៊ូមួយខ្សែដែលវែងអន្លាយនិងសំឡេងខ្យល់សមុទ្របក់បោកតែប៉ុណ្ណោះទីតាំងនេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះឃាតករព្រោះវាជាកន្លែងដែលគ្មានកាមេរ៉ាសុវត្ថិភាពក្នុងសម័យនោះឆ្នាំ2007ដល់ឆ្នាំ2010ហើយព្រៃរបស់នៅសងខាងផ្លូវគឺជាជំរកដ៏ល្អបំផុតក្នុងការទម្លាក់សាកសពចោលដោយមិនងាយមានអ្នកធ្វើដំណើរថ្មើរជើងដើរកាត់ឡើយវាជាកន្លែងដែលសាកសពដែលល្អឥតខ្ចោះនៅក្នុងខ្សែភ្នែករបស់ឃាតករឈាមត្រជាក់មកដល់ខែធ្នូឆ្នាំ2010វា7ខែបន្ទាប់ពីការបាត់ខ្លួនរបស់ស្ត្រីម្នាក់ទៀតដែលមានឈ្មោះថា Senong Gilbert មន្ត្រីប៉ូលីសម្នាក់ឈ្មោះថា John Malia និងឆ្កែហិតក្លិនរបស់គាត់ឈ្មោះ Newton បានធ្វើការរករកនៅតាមបណ្ដោយវិថី Ocean Parkway ដើម្បីរកដំរីរបស់ Senon នៅថ្ងៃទី11ខែធ្នូឆ្នាំ2010ខណៈពេលកំពុងដើរកាត់ព្រៃរបស់នោះនៅក្បែរឆ្នេរ Glasgow ឆ្កែប៉ូលីសបានឈប់និងព្រុសហើយអ្វីដែលគេបានរកឃើញមិនមែនជា Senong Gilbert ទេប៉ុន្តែវាគឺជាកញ្ចប់បាវក្រណាត់ការ៉ុងម្យ៉ាងបងប្អូននៅខាងក្នុងនោះគឺជាឆ្អឹងនៃសាកសពហើយប៉ូលីសក៏បើកការស៊ើបអង្កេតខ្នាតធំភ្លាមហើយនៅក្នុងរយៈពេលតែប្រហែលថ្ងៃចុងក្រោយប៉ុណ្ណោះនៅក្នុងរង្វង់កម្មត្រឹមតែ150ម៉ែត្រពីគ្នាបានន័យថាវាក្នុងរង្វង់មូលមិនចន្លោះមិនឆ្ងាយពីគ្នានៅក្នុងចន្លោះដែលករណីផ្សេងមានហ្នឹងគឺចម្ងាយប្រហែលជា150ម៉ែត្រពីគ្នាប៉ុណ្ណោះប៉ូលីសបានរកឃើញសាកសពស្ត្រី3នាក់ផ្សេងទៀតពួកគេទាំងអស់ត្រូវបានសម្លាប់រួចរុំនៅក្នុងបាវការ៉ុងដូចគ្នាហើយត្រូវបានគេយកមកបោះចោលនៅទីកន្លែងក្នុងចន្លោះពេលផ្សេងគ្នាតែប៉ុណ្ណោះហើយវាគឺជាករណីដែលនៅគាំងអស់រយៈពេលជាង12ឆ្នាំប៉ូលីសក្នុងតំបន់រងការរិះគន់យ៉ាងខ្លាំងពីសាធារណជនមិនបានយកចិត្តទុកដាក់ព្រោះជនរងគ្រោះគឺជាអ្នកផ្ដល់សេវាកម្មផ្លូវភេទប៉ុន្តែរបបថ្មីបានកើតឡើងនៅឆ្នាំ2022នៅពេលដែលស្នងការប៉ូលីសថ្មីនៃ County Suffolk គឺជាលោក Rodney Harris បានបង្កើតក្រុមការងារចម្រុះពិសេសមួយរួមមានទាំងFBI ផងដែរពួកគេបានចាប់ផ្ដើមពិនិត្យមើលភស្តុតាងទាំងអស់ឡើងវិញពីចំណុច0ហើយតម្រុយមានដំបូងដែលគេបានរកឃើញគឺចេញពីសាក្សីម្នាក់ដែលជាមិត្តភក្តិរបស់ Amberlen Costello សាក្សីនោះបានប្រាប់ថានៅយប់មុនពេល Amber បាត់ខ្លួនមានបុរសម្នាក់មាឌធំដូចយក្សម្នាក់បើករថយន្ត Mark Chevrolet ម៉ូដែលចាស់ឆ្នាំ2002ទៅ2004អីនឹងឯងបានមកជួបនាងហើយក្រុមការងារស៊ើបអង្កេតនឹងបានប្រើប្រាស់ប្រព័ន្ធទិន្នន័យដើម្បីស្វែងរកអ្នកដែលជាម្ចាស់រថយន្ត Mark Chevrolet នៅក្នុងតំបន់នៅជុំវិញនោះហើយឈ្មោះមួយបានលេចឡើងគឺ Rex Herman ពេលដែលប៉ូលីសបានឈ្មោះនេះពួកគេបានចាប់ផ្ដើមជីកកកាយប្រវត្តិរបស់គាត់ភ្លាមហើយមនុស្សនៅក្នុងសហគមន៍នឹងទាំងមូលគឺមានការតក់ស្លុតយ៉ាងខ្លាំងថែមទាំងចុះផ្សាយព័ត៌មានយ៉ាងប្រងព្រាតទៀតថាមានឃាតករ serial ម្នាក់កំពុងដើរលេងនៅក្រៅច្បាប់
នៅ Long Island សម្រាប់សាកសពរបស់ Shannon Gelber ត្រូវបានរកឃើញនៅខែធ្នូឆ្នាំ2010នៅក្នុងវាលភក់ទោះបីជាប៉ូលីសដំបូងឡើយគិតថានាងបានស្លាប់ដោយសារគ្រោះថ្នាក់លង់ទឹកដោយចៃដន្យប៉ុន្តែក្រុមគ្រួសាររបស់នាងជឿថានាងគឺជាជនរងគ្រោះម្នាក់នៅក្នុងចំណោមឃាតកម្មខាងលើនឹងដែរហើយពួកគេបានរកឃើញនៅទីតាំងទូរស័ព្ទប៉ូលីសបានរកឃើញថារាល់ពេលដែលមានការប្រើប្រាស់ទូរស័ព្ទរួចក៏ដុតចោលដើម្បីណាត់ជួបនៅក្រុមក្មេងស្រីដែលបានបាត់សញ្ញាទូរស័ព្ទតែងតែលោតចេញពីប៉មសញ្ញា2គូគឺមួយនៅក្បែរការិយាល័យរបស់ Rex នៅ Manhattan និងមួយទៀតនៅក្បែរផ្ទះរបស់គាត់នៅ Massa Pekwa ហើយតាមការស្វែងរកនៅតាមប្រព័ន្ធអ៊ីនធឺណិតគឺនៅតាមការ search របស់គាត់គឺ High Story ក្រោមករណីសម្ងាត់របស់គាត់ Rex បានស្វែងរកព័ត៌មានរន្ធត់ដូចជារូបភាពជនរងគ្រោះឆ្នេរ Gelgo ការស្វែងរកវីដេអូទរណកម្មផ្លូវភេទជាច្រើនពាន់ដងកាលពីឆ្នាំ2010ប៉ូលីសបានរកឃើញមានសក់មនុស្សស្រីម្នាក់នៅលើបាវការុងដែលរុំសពហើយតាមរយៈបច្ចេកវិទ្យា DNA ទំនើបចុងក្រោយឥឡូវគឺគេបានយកទៅពិនិត្យប៉ុន្តែអ្វីដែលរឹតតែភ្ញាក់ផ្អើលគឺពួកគេបានឃើញសក់បុរសម្នាក់នៅលើសម្លៀកបំពាក់របស់ជនរងគ្រោះ Megan Waterman ដើម្បីបាន DNA របស់ Rex មកផ្ទៀងផ្ទាត់ក្រុមស៊ើបអង្កេតសម្ងាត់បានតាមដានគាត់នៅទីក្រុងញូវយ៉កនៅថ្ងៃមួយក្នុងឆ្នាំ2023 Rex បានទៅហូបភីហ្សារួចបានបោះប្រអប់ភីហ្សាចោលនៅក្នុងធុងសម្រាមជាសាធារណៈប៉ូលីសបានទៅរើសយកប្រអប់នោះមកពិនិត្យរោគ DNA ពីកម្ទេចនំដែលគាត់ហូបសល់ហើយលទ្ធផលបានបង្ហាញថា DNA ពីប្រអប់ភីហ្សានោះគឺត្រូវគ្នាស្ទើរតែ 100% ទៅនឹងសក់បុរសដែលរកឃើញនៅលើសាកសពជនរងគ្រោះហើយឃាតករមិនអាចប្រកែកបានទៀតឡើយបាទឥឡូវសូមក្រឡេកមកមើលបុរសដែលស្ថិតនៅក្នុងស្រមោលខ្មៅនឹងវិញបុរសដែលគ្មាននរណាម្នាក់សង្ស័យទាល់តែសោះអស់រយៈពេល72ទសវត្សរ៍មានឈ្មោះថា Rex Heuermann ហើយ Rex Heuermann នឹងកើតនៅឆ្នាំ1963គាត់មានអាយុ59ឆ្នាំគាត់គឺជាបុរសដែលមានមាឌធំខ្ពស់ស្មារបស់គាត់ទូលាយគាត់មានកម្ពស់រហូតទៅដល់7.2ម៉ែត្រនិងមានទម្ងន់100គីឡូក្រាមរូបរាងធំមែនទែនរូបរាងរបស់គាត់នឹងធំសម្បើមធ្វើឲ្យគាត់នឹងមានអំណាចទៅលើលើសលប់ទៅលើជនរងគ្រោះដែលមានមាឌតូចល្អិតដោយស្ត្រីទាំងនោះហើយ Rex នឹងធំធាត់ឡើងនៅក្នុងផ្ទះដដែលគាត់រស់នៅរហូតមកដល់ពេលចាប់ខ្លួននឹងឯងហើយឪពុករបស់គាត់គឺជាអ្នកជំនាញមេកានិកម្នាក់ដែលបានបង្ហាត់បង្រៀន Rex ឲ្យចេះប្រើប្រាស់ឧបករណ៍ជាងនិងការធ្វើការងារឈើនៅក្នុងបន្ទប់ក្រោមដីគាត់បានរៀបការ2ដងដោយភរិយាចុងក្រោយរបស់គាត់មានឈ្មោះថា Asa El Lerop ដែលជាជនជាតិអ៊ីស្លាមនិងមានកូន2នាក់កូនបង្កើតម្នាក់និងកូនចុងម្នាក់គាត់គឺជាស្ថាបត្យករដែលទទួលបានអាជ្ញាប័ណ្ណជាផ្លូវការនិងជាម្ចាស់ក្រុមហ៊ុនមួយដែលមានទីស្នាក់ការនៅកណ្ដាលទីក្រុងញូវយ៉កគាត់ល្បីល្បាញខាងដោះស្រាយបញ្ហាបទបញ្ញត្តិសំណងដ៏ស្មុគស្មាញជាមួយនឹងមន្ទីរសំណងក្រុងញូវយ៉កសម្រាប់អ្នកជិតខាងផ្ទះរបស់ Rex គេមើលឃើញថាហាក់ដូចជាផ្ទះដែលទ្រុឌទ្រោមនឹងគួរឲ្យខ្លាចបន្តិចស្មៅមិនសូវកើតផ្ទះចាស់ព័ទ្ធជុំវិញទៅដោយដើមឈើក្រាស់អ្នកជិតខាងខ្លះពណ៌នាថាគាត់នឹងជាមនុស្សមិនសូវរាប់រកគេឯងប៉ុន្មានទេហើយពេលខ្លះមើលទៅហាក់ដូចជាមនុស្សឆេវឆាវហើយនឹងចូលចិត្តការគ្រប់គ្រងប៉ុន្តែគ្មាននរណាម្នាក់ធ្លាប់គិតថាគាត់គឺជាឃាតករស៊េរីឡើយហើយអ្វីដែលមនុស្សគ្រប់គ្នាខ្វះការប្រុងប្រយ័ត្ននោះគឺ Rex គឺជាអ្នកប្រមូលទិញអាវុធដ៏ងប់ងល់ម្នាក់គាត់មានកំភ្លើងស្របច្បាប់រហូតទៅដល់200ដើមដែលលាក់ទុកនៅក្នុងបន្ទប់សម្ងាត់មួយនៅក្នុងបន្ទប់ក្រោមដីនៃផ្ទះរបស់គាត់ហើយតាមការវិភាគផ្លូវចិត្តរបស់សមត្ថកិច្ច Rex មានចំណងផ្លូវភេទបែបហិង្សាខ្លាំងកម្រិតធ្ងន់ធ្ងរគាត់ចូលចិត្តមើលរូបភាពនិងវីដេអូទរណកម្មលើស្ត្រីការងារនិងឋានៈនៅក្នុងសង្គមរបស់គាត់គឺជាសម្បកក្រៅដ៏ល្អឥតខ្ចោះដើម្បីបិទបាំងនៅតម្រូវការដ៏ខ្មៅងងឹតដែលគាត់ចង់គ្រប់គ្រងនិងបំផ្លាញជីវិតមនុស្សស្រី
ដែលខ្វះការប្រុងប្រយ័ត្ននៅថ្ងៃទី13ខែកក្កដាឆ្នាំ2023នៅលើផ្លូវដើរដ៏មមាញឹកនៃទីក្រុងញូវយ៉កខណៈពេលដែល Rex Herman កំពុងដើរចេញពីការិយាល័យរបស់គាត់ស្រាប់តែមានកម្លាំងប៉ូលីសសម្ងាត់ជាច្រើនអ្នកបានសម្រុកចូលទៅឡោមព័ទ្ធនិងឃាត់ខ្លួនគាត់ហើយគាត់ក៏មានការភ្ញាក់ផ្អើលប៉ុន្តែគាត់មិនបានតដៃឡើយគាត់ត្រូវបានគេដាក់ខ្នោះដៃទាំងពីរទាំងមិនដឹងខ្លួនក្នុងពេលជាមួយគ្នានោះដែរប៉ូលីសរាប់សិបនាក់រួមទាំងឡានពិសោធន៍កុសលវិច័យបានសម្រុកចូលទៅក្នុងផ្ទះរបស់គាត់នៅ Masa Pequapa ប្រពន្ធនិងកូនរបស់គាត់មានការរន្ធត់ចិត្តជាខ្លាំងព្រោះពួកគាត់មិនដឹងរឿងអ្វីទាំងអស់ប៉ូលីសបានប្រើពេលជិត2សប្តាហ៍ក្នុងការរករកឲ្យបានគ្រប់ជ្រុងជ្រោយនៃផ្ទះនោះនៅក្នុងបន្ទប់ក្រោមដីសម្ងាត់ប៉ូលីសបានរកឃើញឃ្លាំងអាវុធដ៏ធំដែលមានកាំភ្លើងជាង200ដាវមិនតែប៉ុណ្ណោះគេបានរកឃើញកុំព្យូទ័រឧបករណ៍ផ្ទុកទិន្នន័យនិងភស្តុតាងជាច្រើនទៀតដែលបង្ហាញថាផ្ទះនោះអាចជាកន្លែងដែល Rex ប្រើប្រាស់ដើម្បីធ្វើទរណកម្មនិងរក្សាទុកវត្ថុអនុស្សាវរីយ៍របស់ជនរងគ្រោះតោះយើងមកដឹងថាតើ Rex គាត់ធ្វើសកម្មភាពដោយរបៀបណាយោងតាមរបាយការណ៍កសលវិច័យនិងភស្តុតាងដែលតុលាការបានបង្ហាញវិធីសាស្ត្ររបស់គាត់គឺមានភាពម៉ត់ចត់និងរបៀបរៀបចំទុកដាក់យ៉ាងខ្លាំងដោយ Rex Herman នឹងស្វែងរកជនរងគ្រោះតាមរយៈគេហទំព័រផ្សព្វផ្សាយពាណិជ្ជកម្មផ្លូវភេទគាត់នឹងប្រើប្រាស់ទូរស័ព្ទដុតចោលដែលទិញដោយប្រើឈ្មោះคล้ายៗនឹងលុយសុទ្ធដើម្បីទំនាក់ទំនងទៅពួកគេគាត់តែងតែធ្វើការណាត់ជួបនៅចំពេលដែលភរិយារបស់គាត់និងអ្នកស្រីអាសាធ្វើដំណើរទៅកម្សាន្តនៅបរទេសឬក៏នៅក្រៅរដ្ឋដែលមានន័យថាគាត់មានផ្ទះទំនេរទាំងមូលសម្រាប់ធ្វើសកម្មភាពដ៏ឃោរឃៅរបស់ខ្លួនហើយនៅពេលដែលជនរងគ្រោះមកដល់គាត់បានប្រើប្រាស់កម្លាំងបាយដ៏ធំធាត់របស់គាត់ដើម្បីបង្ក្រាបពួកគេតាមលទ្ធផលកសលវិច័យជនរងគ្រោះមានភាគច្រើនស្លាប់ដោយសារការថប់ដង្ហើមដោយសារការរឹតកបន្ទាប់ពីពួកគេបាត់បង់ជីវិតគាត់បានយកខ្សែបូផ្លាស្ទិកឬក៏ខ្សែតង់មករក្សាទុកសាកសពរួចរុំពួកគេដោយបាវក្រណាត់ការ៉ុងដែលជាប្រភេទបាវប្រើប្រាស់សម្រាប់វិស័យសំណង់ឬក៏ការងារសួនច្បារជាដើមដែលស្របទៅនឹងមុខងារនិងចំណង់ចំណូលចិត្តរបស់គាត់ផងបន្ទាប់មកគាត់បានដឹកសាកសពទាំងនោះតាមរថយន្ត Chevrolet របស់គាត់ទាំងកណ្ដាលអាធ្រាត្រយកទៅបោះចោលនៅឆ្នេរ Gilgo ដែលដឹងច្បាស់ថានៅទីនោះមានមនុស្សមើលឃើញហើយអ្វីដែលកាន់តែខុសខើជាងនោះទៅទៀតនោះគឺបន្ទាប់ពីសម្រាប់ Melissa Barthelemy រួចឃាតករថែមទាំងបានប្រើប្រាស់ទូរស័ព្ទរបស់នាងចុចទៅរកប្អូនស្រីរបស់នាងជាច្រើនដងដើម្បីនិយាយពាក្យឌឺដងនិងធ្វើទរណកម្មផ្លូវចិត្តថាបងស្រីរបស់នាងស្លាប់ហើយនិងសួរថាតើប្អូនស្រីដឹងទេថានាងស្លាប់ដោយរបៀបណាឌឺទៀតសំឡេងបុរសនោះត្រូវបានគេពណ៌នាថាជាសំឡេងក្រលុំត្រជាក់និងគ្មានមេត្តាទាល់តែសោះ Rex ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទឃាតកម្មកម្រិតទី1ទៅលើក្រុមក្មេងស្រី The Gilgo 4នៅក្នុងការបង្ហាញខ្លួននៅតុលាការ Rex បានឈរក្នុងសម្លៀកបំពាក់អ្នកទោសនិងទឹកមុខមាំទាំនិងបាននិយាយតាមរយៈមេធាវីរបស់គាត់ថាខ្លួនមិនបានប្រព្រឹត្តឡើយមេធាវីការពារក្តីរបស់គាត់បានព្យាយាមវាយបកទៅលើភស្តុតាង DNA ដែលនិយាយថាវាអាចនឹងមានការភ័ន្តច្រឡំឬក៏កំហុសបច្ចេកទេសណាមួយប៉ុន្តែខាងអัยការភស្តុតាងរឹងមាំដូចភ្នំទាំងទិន្នន័យទូរស័ព្ទទាំងម៉ូដឡានទាំង DNA និងប្រអប់ភាសានៅក្នុងបន្ទប់សាវនាការក្រុមគ្រួសាររបស់ជនរងគ្រោះបានអង្គុយយំអោបគ្នាយ៉ាងក្តុកក្តួលពួកគេបានរងចាំថ្ងៃនេះអស់រយៈពេលជាង13ឆ្នាំទៅហើយទោះបីជាដំណើរការក្តីជាផ្លូវការត្រូវប្រើរយៈពេលយូរនិងបន្តរហូតមកដល់ពេលនេះប៉ុន្តែការចាប់ខ្លួនរបស់
Rex Herman បាននាំមកនៅក្តីសង្ឃឹមនិងយុត្តិធម៌ដ៏ធំដែលពួកគេស្ទើរតែលែងជឿថាវាមានពិតចំពោះករណីឆ្នេរ Gilgo បានផ្លាស់ប្ដូរការយល់ដឹងរបស់សង្គមអាមេរិកទាំងមូលវាបានបង្ហាញឲ្យឃើញពីចំណុចខ្សោយនៃប្រព័ន្ធយុត្តិធម៌ដែលជារឿយៗតែងតែមើលរំលងឬមិនសូវផ្ដល់តម្លៃទៅលើសំណុំរឿងបាត់ខ្លួនរបស់ស្ត្រីដែលប្រកបរបរផ្លូវភេទបើគ្មានការតស៊ូដកស្រង់សេចក្តីស្លាប់ពីក្រុមគ្រួសារជនរងគ្រោះនិងការមិនបោះបង់ចោលទេនោះករណីនេះប្រហែលជាត្រូវកប់ក្រោមឆ្នេរខ្សាច់ឆ្នេរ Gilgo ជារៀងរហូតបាត់ទៅហើយវាជាការដាស់តឿនមួយផងដែរថាបិសាចដែលគួរឲ្យខ្លាចបំផុតមិនមែនជាបិសាចដែលមានរូបរាងអាក្រក់គួរឲ្យខ្លាចនៅក្នុងរឿងព្រេងនោះទេប៉ុន្តែវាគឺជាមនុស្សធម្មតាដែលដើរកាត់យើងរៀងរាល់ថ្ងៃវាជាមនុស្សដែលស្លៀកសម្លៀកបំពាក់ស្អាតបាតមានមុខមានមាត់ក្នុងសង្គមប៉ុន្តែលាក់បិសាចឈាមត្រជាក់នៅក្នុងចិត្តយុត្តិធម៌អាចនឹងដើរយឺតប៉ុន្តែវាតែងតែទៅដល់ទិសដៅជានិច្ចតើប្រិយមិត្តយល់យ៉ាងណាដែរចំពោះករណីដ៏ស្មុគស្មាញនិងរន្ធត់មួយនេះតែអ្នកគិតថា Rex អាចនឹងមានជាប់ពាក់ព័ន្ធទៅនឹងការបាត់ខ្លួនរបស់ស្ត្រីផ្សេងៗទៀតដែលប៉ូលីសមិនទាន់រកឃើញដែរឬទេសូមបញ្ចេញមតិយោបល់របស់អ្នកនៅខាងក្រោមប្រសិនបើអ្នកពេញចិត្តនឹងការនិទានរឿងបែបនេះសូមកុំភ្លេច like comment និង subscribe channel របស់ខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តដល់ខ្ញុំសម្រាប់ការស្វែងរករឿងរ៉ាវពិតគួរឲ្យចាប់អារម្មណ៍ជាច្រើនដើម្បីជូនបងប្អូនទស្សនាសូមអរគុណសម្រាប់ការទស្សនានិងការគាំទ្រជួបគ្នានៅវីដេអូក្រោយ